ហើយគេក៏កាន់មកដល់ថ្ងៃថ្មីគឺនៅពេលដែលទូរស័ព្ទ support ហាងគេមាន promotion អីច្រើនណាស់កុំភ្លេចទៅជួយទិញម្នាក់មួយផងគេដែរអញ្ជើញឲ្យភ្ញៀវចូលអស់ហ្នឹងពេលហ្នឹងដែរអ៊ូនីងក៏បានហៅទូរស័ព្ទមកខ្ញុំទាំងឲ្យបតោងគាត់តែទូរស័ព្ទធ្លាប់ចាំដើម្បីលួសនាងការពីនៅពាក្យមុនអញ្ចឹងណាពេលហ្នឹងដែរទូរស័ព្ទគឺពិតជាអរគុណអ៊ូនីងមែនតើហើយក៏និយាយទៀតថាអ្វីដែលពួកគេមាននៅថ្ងៃហ្នឹងគឺដោយសារតែពួកគេទាំងអស់គ្នាគឺបានខិតខំប្រឹងប្រែងនិយាយទៅទូរស័ព្ទគឺលក់ដាច់មែនតើលក់គ្រឿងក្អូបហើយលក់ផ្កានៅក្នុងទៀតកាន់មកដល់ខាងសម្ដេចនាងឯនេះវិញពេលហ្នឹងដែរគឺលាវឆឹងបានមកជួបសម្ដេចនាងព្រមទាំងនិយាយថាខ្លួនចង់ទៅធ្វើការរឿងដោះស្រាយគ្រឿងគ្រោះធម្មជាតិចឹងណាសម្ដេចនាងក៏បាននិយាយថាលាវឆឹងបាច់ខ្ញុំទៅធ្វើរឿងហ្នឹងទេដោយសារតែរឿងហ្នឹងទោះបីជាលាវឆឹងនឹងធ្វើក៏មិនឈ្នះមន្ត្រីផ្សេងទៀតដែរគេមានបទពិសោធន៍ច្រើនចឹងណាហើយលាវឆឹងក៏បាននិយាយថាគឺខ្លួនមិនខ្លាចភាពនឿយហត់ភាពលំបាកអីចឹងទៅសម្ដេចនាងក៏បាននិយាយថាតើការធ្វើដោះស្រាយបញ្ហាហ្នឹងតើមានផលប្រយោជន៍អីដល់លាវឆឹងពេលហ្នឹងដែរលាវឆឹងក៏បាននិយាយថាគឺខ្លួនធ្វើហ្នឹងគឺក្នុងនាមជាមន្ត្រីកិច្ចការទាំងអស់ហ្នឹងគឺខ្លួនត្រូវតែធ្វើពុំបានគិតពីផលប្រយោជន៍អីទេគ្រប់យ៉ាងគឺដើម្បីជាតិពេលហ្នឹងដែរសម្ដេចនាងក៏បាននិយាយឲ្យលាវឆឹងថាឲ្យលាវឆឹងហ្នឹងរៀនគិតឲ្យបានវែងឆ្ងាយទៅហើយគាត់នៅតែបន្តនិយាយទៀតថាកំបាច់ឲ្យលាវឆឹងទៅខ្វល់ខ្វាយជាមួយរឿងហ្នឹងទេគាត់បានចាត់ចែងឲ្យការងារទៅលាវឆឹងហើយការងារហ្នឹងវាងាយស្រួលអាចឲ្យលាវឆឹងមានតំណែងជាមួយមន្ត្រីផ្សេងទៀតនៅពេលដែលមានកន្លែងតនេគឺគាត់អាចនឹងដំឡើងឲ្យលាវឆឹងទៅកាន់ឋានៈទាំងអស់ហ្នឹងបានដោយអស់អីនិយាយឲ្យមើលទៅសម្ដេចនាងក៏មិនសូវជាខ្វល់ខ្វាយពេលហ្នឹងលាវឆឹងក៏សុំចេញទៅនៅពេលដែលលាវឆឹងដើរចេញទៅបាត់ហ្នឹងសម្ដេចនាងក៏បាននិយាយថាលាវឆឹងគឺអត់ដឹងទូនាទីរបស់ខ្លួនឯងចឹងណាតែក្នុងនាមជាកូនប្រសារសម្ដេចនាងហ្នឹងគួរតែធ្វើអីគេពេលហ្នឹងដែរអ្នកចំណិតរបស់សម្ដេចនាងក៏បាននិយាយថាគឺដោយសារតែលាវឆឹងហ្នឹងនៅក្មេងអត់ត្រូវយល់ការអីច្បាស់លាស់អីចឹងទៅកាន់មកដល់ខាងលាវឆឹងនៅពេលដែលដើរចេញមកហ្នឹងពេលហ្នឹងដែរលាវឆឹងក៏បានដើរកាត់រៀនហាដែលមានបរិមម្នាក់កំពុងទៅកាន់ឯកសារជាច្រើនលាវឆឹងក៏បានសួរទៅបរិមហ្នឹងថាតើហ្នឹងអីគេហើយបរិមម្នាក់ហ្នឹងក៏បាននិយាយថាហ្នឹងគឺជាឯកសារដែលគេបានដាក់ឲ្យសម្ដេចនាងពិនិត្យអីចឹងណាពេលហ្នឹងដែរលាវឆឹងក៏បានឃើញថាមានឯកសាររបស់ខ្លួនមួយដែលឲ្យសម្ដេចនាងមើលកាលពីថ្ងៃមុនហ្នឹងហើយលាវឆឹងក៏ដករបស់ខ្លួនមកព្រមទាំងសួរទៅបរិមម្នាក់ហ្នឹងថាតើយកទៅណាពេលហ្នឹងដែរបរិមម្នាក់ហ្នឹងក៏បានឆ្លើយទៅលាវឆឹងវិញថាគឺសម្ដេចឲ្យយកទៅដុតចោលដោយសារវាច្រើនពេកដើម្បីរក្សាកន្លែងឲ្យវាទំនេរចឹងទៅកុំឲ្យវាឆ្អៀតហើយបរិមម្នាក់នោះក៏ដើរចេញទៅបានដឹងទៅពេលដែរបរិមហ្នឹងដើរចេញទៅផុតពេលហ្នឹងដែរលាវឆឹងក៏បាននិយាយជាមួយនឹងអ្នកចំណិតរបស់ខ្លួនថាឯកសារដែលខ្លួនបានឲ្យសម្ដេចនាងមើលហ្នឹងគឺសម្ដេចនាងអត់មើលទេហើយព្រមទាំងនិយាយថាគឺសម្ដេចនាងហ្នឹងចាត់ទុកលាវឆឹងគឺជាមនុស្សដែលអត់បានការគឺត្រឹមតែជាមនុស្សប្រុសដែលតោងមនុស្សស្រីក៏មិនខុសអីពីអ្នកដែលរំជើងនៅទៀនស្រាដែរកាន់ម្ដងកន្លែងមួយទៀតគឺនៅពេលដែលព្រះនាងហើយនឹងលាវឆឹងកំពុងតែជីរទេសជាមួយគ្នានិយាយទៅគេក៏គ្នាណាព្រះនាងមើលទៅគឺស្រឡាញ់លាវឆឹងខ្លាំងមែនតើពេលហ្នឹងដែរព្រះនាងក៏បាននិយាយថាទៅនៅថ្ងៃស្អែកហ្នឹងឲ្យពួកគេចំណាយពេលនៅជាមួយគ្នាបានយូរទៅចាតែព្រះនាងក៏បានសុំច្បាប់ឲ្យលាវឆឹងរួចរាល់ហើយពេលហ្នឹងដែរលាវឆឹងក៏បានបើកពួកអួយរទេសហ្នឹងឃើញទូរស័ព្ទរបស់យើងដែរហើយព្រះនាងឯនេះក៏បាននិយាយទៀតថាគឺថ្ងៃស្អែកហ្នឹងគឺយើងទៅលេងភ្នំជីងលៀងទៅលាវឆឹងក៏បានឆ្លើយទៅព្រះនាងវិញថាគឺខ្លួនមិនអាចចេះតែសុំច្បាប់រហូតចឹងបានទេបើចេះតែឈប់អញ្ចឹងតើមានហេតុផលអីដែលដំណាក់ហេរ៉ាញ់វត្ថុហ្នឹងជួលលាវឆឹងមកបើសិនបើគ្រាន់តែជាការផឹកសវាយហ្នឹងហេតុអីបានលាវឆឹងត្រូវមកឆាំងអានហ្នឹងពេលហ្នឹងដែរព្រះនាងក៏បានសួរទៅលាវឆឹងថាតើនៅដំណាក់ហេរ៉ាញ់វត្ថុហ្នឹងមានណាគេធ្វើឲ្យលាវឆឹងហ្នឹងសវាយចិត្តមែនពេលនិយាយហ្នឹងលាវឆឹងក៏បានរើសឯកសារដែលខ្លួនបានឲ្យសម្ដេចនាងមុនហ្នឹងមកកាន់វិញព្រមទាំងនិយាយថាគឺខ្លួននឹងទៅធ្វើការវិញហើយព្រមទាំងនិយាយថាប្រហែលជាល្ងាចហ្នឹងគឺខ្លួនអត់បានទៅញ៉ាំបាយអាហារពេលល្ងាចហ្នឹងជាមួយនឹងព្រះនាងទេមកដល់កន្លែងមួយទៀតហ្នឹងគឺនៅពេលដែលលាវឆឹងកំពុងតែផឹកស្រាចំណុចរបស់លាវឆឹងក៏បានទឿនលាវឆឹងអញ្ចឹងណាថាកុំឲ្យផឹកច្រើនដោយព្រោះស្អែកហ្នឹងត្រូវងើបពីព្រឹកហើយបើសិនបើជាព្រះនាងដឹងក្លិនថាលាវឆឹងនឹងផឹកអត់ទៅធ្វើការកាន់តែមានរឿងទៀតពេលហ្នឹងដែរលាវឆឹងក៏បាននិយាយថាខ្លួនគ្រាន់តែផឹកដើម្បីបំភ្លេចទុក្ខកង្វល់ហេតុអីក៏ត្រូវសុំព្រះនាងហើយលាវឆឹងក៏បានដេញអ្នកចំណិតឲ្យចេញអញ្ចឹងទៅពេលហ្នឹងដែរបង្ហាញឲ្យឃើញថាគឺលាវឆឹងបានផឹកនៅទៀមស្រាទល់មុខនឹងហាងរបស់ទូស័យរបស់យើងហ្នឹងនិយាយទៅលាវឆឹងគឺនៅផឹកបតាមើលបតាហ្នឹងឯងហើយកាត់មកដល់ពេលរៀងប្រលប់ពេលហ្នឹងដែរគឺមានអ្នកទិញម្នាក់មកនិយាយជាមួយទូស័យនៅមុខហាងអញ្ចឹងណារបៀបថាគាត់ទិញ 5% ចង់ញ៉ាយទូស័យរបស់យើង 100% ពេលហ្នឹងដែរបរិមម្នាក់ហ្នឹងក៏បានប្រាប់ទូស័យថាកុំភ្លេចឲ្យយកម្សៅហ្នឹងឲ្យខ្លួនផងហើយតែញ៉ាំតែញ៉ាំអីជាមួយខ្លួនអីចឹងទៅពេលហ្នឹងដែរទូស័យរបស់យើងបាននិយាយថារឿងគ្រឿងម្សៅអីផ្សេងហ្នឹងគឺខ្លួននឹងផ្ញើទៅដំណាក់របស់បរិមម្នាក់ហ្នឹងហើយទូស័យរបស់យើងក៏បានបញ្ជាក់ទៀតថាគឺសាមញ្ញហ្នឹងប្រពន្ធរបស់បរិមម្នាក់ហ្នឹងទើបតែមកទិញគ្រឿងកៅអៅពីហាងរបស់ទូស័យទៅទេអស់លឿនមិនហីចឹងណាហើយបរិមម្នាក់ហ្នឹងក៏បាននិយាយថាគឺខ្លួនបានទៅទិញឲ្យប្រពន្ធទេគឺចង់ជួបទូស័យឲ្យវាចឹងទៅពេលហ្នឹងដែរនិយាយបដាបរិមម្នាក់ហ្នឹងក៏បានចាប់ដៃទូស័យរបស់យើងហើយទូស័យរបស់យើងក៏វាដៃហើយព្រមទាំងនិយាយថាលោកម្ចាស់ឲ្យខ្ញុំនិយាយត្រង់ជានឹងទៀតអីនិយាយទៅទូស័យរបស់យើងនៅតែរក្សាភាពជាម្ចាស់ហាងចឹងណាហើយបរិមហ្នឹងក៏នៅតែមិនព្រមឈប់
ចង់តាមទូស្រីយើងទៀតពេលហ្នឹងដែរលីវឆឹងក៏នៅម្ដុំហ្នឹងដែរព្រោះថាលីវឆឹងផឹកតាំងពីផឹកដល់យប់ហ្មងហើយលីវឆឹងឃើញអញ្ចឹងក៏បានដើរទៅបុកបរិសម្នាក់ហ្នឹងនៅពេលដែលបុកគ្នាហ្នឹងដែរបរិសម្នាក់ហ្នឹងក៏បានសួរលីវឆឹងថាតើពួកគេទាំងពីរនាក់ហ្នឹងស្គាល់គ្នាមែនហើយទូស្រីក៏បានឆ្លើយថាគឺអត់ស្គាល់គ្នាទេទូស្រីរបស់យើងក៏បានដើរចូលទៅខាងក្នុងបាត់ទៅពេលហ្នឹងដែរលីវឆឹងក៏រៀបនឹងដើរចេញទៅហើយតែបរិសម្នាក់ហ្នឹងក៏និយាយថាអេតើណាអត់តន់សំទោសផងលីវឆឹងក៏បានឆ្លើយទៅវិញថានៅពេលដែលលោកកំពុងតែប្រវែងទៅលើមនុស្សស្រីហ្នឹងគឺធ្វើឲ្យបុកខ្លួនបរិសម្នាក់ហ្នឹងក៏បានមើលលីវឆឹងមើលលើមើលក្រោមអញ្ចឹងណាព្រមទាំងនិយាយថាគ្រាន់តែជាមន្ត្រីតូចតាចសោះហ៊ានមកនិយាយអីបែបហ្នឹងដាក់ខ្លួនលែងចង់ធ្វើការឯមែនបរិសម្នាក់ហ្នឹងបានឌៀមតាមលីវឆឹងច្រើនពេកលីវឆឹងក៏អត់បានក៏បានដាក់ម្ដាយទៅហើយក៏ចង់វាយគ្នាបន្តទៀតអញ្ចឹងណាប៉ុន្តែពេលហ្នឹងដែរគេមានអ្នកចំណិតរបស់ខ្លួនគេនៅជាប់ខ្លួនហ្នឹងពេលហ្នឹងចំណិតរបស់បរិសម្នាក់ហ្នឹងក៏បានចាប់លីវឆឹងបោកទៅមកហាងទៀតហើយបរិសម្នាក់ហ្នឹងក៏បាននិយាយថាវាយវាណាណៃពងតាបទីបន្តគ្នានឹងដែរបរិសម្នាក់ហ្នឹងក៏បានរើសឃើញស្លាកបញ្ជារបស់តំណាក់សម្ដេចនីងអញ្ចឹងណាហើយក៏បានឲ្យអ្នកទាំងអស់គ្នាហ្នឹងឈប់វាយទៅព្រមទាំងនិយាយថាតើលោកម្ចាស់ធ្វើការឲ្យសម្ដេចនីងមែនទេគឺខ្លួនមិនបានមើលឲ្យបានប្រុងប្រយ័ត្នអញ្ចឹងណាគឺខ្លួនសុំទោសអីចឹងទៅគ្រាន់តែឃើញស្លាកសញ្ញាហ្នឹងម្នាក់ឡើងក្រាញនានាមែនតើពេលហ្នឹងដែរលីវឆឹងក៏ថាមិនគាត់វាយទៀតទៅហើយបរិសហ្នឹងនៅតែសុំទោសសុំអីចឹងណាឲ្យទុកជីវិតឲ្យខ្លួនផងអីចឹងទៅហើយលីវឆឹងក៏ថាបានតែចេញទៅចឹងហើយបរិសម្នាក់ហ្នឹងហើយនឹងគ្នាគេហ្នឹងក៏បានចេញទៅមកទៅទូក្រោយមកហ្នឹងគឺមានបរិសម្នាក់បានចេញពីទីមរបស់ទូស្រីយើងទាំងហុចថ្នាំឲ្យទៅលីវឆឹងព្រមទាំងនិយាយថាគឺចាស់ហាងឲ្យលីវឆឹងហ្នឹងចេញពីកន្លែងហ្នឹងទៅពេលហ្នឹងដែរលីវឆឹងក៏បានសួរបញ្ជាក់ទៀតថាម្ចាស់ហាងហ្នឹងជាអ្នកឲ្យមែនហើយបរិសហ្នឹងក៏បានងក់ក្បាលហើយក៏ដើរចូលទៅក្នុងហាងវិញចឹងទៅពេលហ្នឹងដែរលីវឆឹងក៏បាននិយាយថាការពីខ្លួនមិនទាន់ខ្លាចជាមន្ត្រីហ្នឹងទូស្រីរបស់យើងធ្វើរឹកធ្វើពីចឹងណាអត់ត្រូវខ្វល់ជាមួយលីវឆឹងដល់ឥឡូវបើទោះបីជាលីវឆឹងខ្លាចជាមន្ត្រីអីក៏ដោយក៏ទូស្រីរបស់យើងនៅតែធ្វើបែបហ្នឹងដដែលគេគ្រប់គ្នាឃើញស្លាកបញ្ជាហ្នឹងហើយមានអារម្មណ៍កោតខ្លាចប៉ុន្តែនៅក្នុងផ្នែកទូស្រីរបស់យើងលីវឆឹងនៅតែជាជូសុពីមុនហ្នឹងមកដល់ខាងទូស្រីណែវិញពេលហ្នឹងដែរទូស្រីរបស់យើងក៏ប្រហែលជាបានប្រាប់រឿងទាំងអស់ហ្នឹងទៅកាន់អ៊ូនីងហើយនិងអាហ្វូហើយពេលហ្នឹងដែរអ៊ូនីងក៏បាននិយាយថាគឺខ្លួនមិននឹកស្មានថាទូស្រីរបស់យើងធ្លាប់រៀបការហើយទេទូស្រីរបស់យើងក៏បាននិយាយថាតើពួកគេមិនខឹងមែនទេដែលទូស្រីរបស់យើងលាក់បាំងរឿងហ្នឹងអញ្ចឹងណាព្រោះទូស្រីរបស់យើងគិតថារឿងហ្នឹងវាមិនមែនជារឿងអីសំខាន់ឡើយពេលហ្នឹងដែរពីរអ្នកហ្នឹងក៏បាននិយាយថាគឺពួកគេមិនបានទៅគិតអីវែងឆ្ងាយនោះទេអាហ្វូក៏បានលើកឡើងថាទូស្រីរបស់យើងពិតជាក្លាហានមែនតើមានតតាំងជាមួយព្រះនាងដើម្បីការពារសេរីភាពរបស់ខ្លួនគឺពិតជាសមជាវីរនារីពិតមែនហើយក៏នងព្រាសោអញ្ចឹងទៅពេលហ្នឹងដែរអ៊ូនីងក៏បាននិយាយថាលីវឆឹងហ្នឹងគឺខុសពីឪពុកម្ដាយរបស់គេរបៀបថាលីវឆឹងគឺជាមនុស្សដែលចេះដឹងកំហុសហើយសុំទោសអញ្ចឹងណាអត់ដូចវាងឈិងទេគឺអ៊ូនីងពិតជាចំណែនទូស្រីមែនតើដែលមានលីវឆឹងតាមស្រឡាញ់តាមអីចឹងទៅពេលហ្នឹងដែរទូស្រីរបស់យើងក៏បានឆ្លើយទៅកាន់អ៊ូនីងវិញថាក្តីស្រឡាញ់ពិតប្រាកដហ្នឹងគឺវាមិនមែនចឹងទេលីវឆឹងគឺមិនបានខ្វាយខ្វល់ពីការគិតនិងអារម្មណ៍របស់ទូស្រីឡើយគឺលីវឆឹងគិតតែពីខ្លួនឯងនិងអ្វីដែលខ្លួនចង់បានតែប៉ុណ្្នឹងទេអញ្ចឹងហើយកុំចំណែននាងអីភាគទី13របស់យើងគឺចាប់ត្រឹមតែប៉ុណ្ណេះចាំមើលថាតើនៅភាគបន្ទាប់ហ្នឹងតើលីវឆឹងនៅតែបន្តមករកទូស្រីរបស់យើងទៀតឬយ៉ាងណា